Channel និទានរឿងខ្មែរសូមជូនរឿងកំណើតវាលសមុទ្រខ្សាច់កាលពីអតីតកាលពេលដែលព្រះអាទិទេពទើបនឹងបង្កើតភពផែនដីទាំងមូលមានសភាពស្រស់បំព្រងពោរពេញទៅដោយព្រៃព្រឹក្សាបុប្ផាចម្រុះពណ៌ផ្សេងៗមានល្បាក់ទឹកជ្រោះធំស្រស់ស្អាតគួរជាទីមនោរម្យមានឆ្នេរខ្សាច់រាបស្មើសក្បុសបន្ទាប់មកមានអាទិទេពបង្កើតមនុស្សឡើងពេលបង្កើតមកបានប៉ុន្មានមនុស្សក៏នាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនទៅព្រោះគេគិតថាអ្វីដែលខ្លួនប្រព្រឹត្តនឹងមិនមានផលប៉ះពាល់អ្វីដល់ខ្លួនឡើយទើបព្រះអាទិទេពទ្រាំលែងបានក៏សម្រេចព្រះហឫទ័យយាងចេញមកដាស់តឿនដល់មនុស្សទាំងនោះថាអស់មនុស្សលោកទាំងឡាយចាប់ពីពេលនេះតទៅយើងនឹងដាក់ទោសដល់ពួកអ្នកប្រសិនបើអ្នកធ្វើខុសប្រព្រឹត្តអំពើអាក្រក់សាមានយើងនឹងឲ្យគ្រាប់ខ្សាច់ធ្លាក់មកម្ដងមួយគ្រាប់មានបន្ទូលចប់ហើយព្រះអង្គក៏យាងត្រឡប់ទៅវិញប៉ុន្តែពាក្យព្រមានរបស់ព្រះអាទិទេពមិនបានធ្វើឲ្យពួកមនុស្សកោតខ្លាចអ្វីឡើយពួកគេគិតថាត្រឹមតែគ្រាប់ខ្សាច់មួយគ្រាប់វានឹងមិនបង្កឲ្យមានគ្រោះអន្តរាយអ្វីប៉ុន្មានទេហេតុនេះហើយទើបគេពុំមានភាពភ័យខ្លាចអ្វីទាល់តែសោះហើយក៏នៅតែបន្តប្រព្រឹត្តអំពើអាក្រក់រហូតមកដល់សព្វថ្ងៃពេលវេលាចេះតែកន្លងទៅជាលំដាប់គ្រាប់ខ្សាច់ក៏ចេះតែកើនច្រើនឡើងទៅជាបន្តបន្ទាប់រហូតคล้ายទៅជាសមុទ្រខ្សាច់ជាច្រើនកន្លែងហើយក៏លាតសន្ធឹងលើផ្ទៃដីដ៏ធំធេងដូចសពថ្ងៃនេះឯងរឿងដើមកំណើតវាលខ្សាច់សូមចប់តែត្រឹមនេះក្នុងអត្ថបទរឿងដ៏ខ្លីនេះចង់អប់រំដល់យើងថារាល់អំពើអាក្រក់ធំគឺកើតចេញពីអំពើអាក្រក់តូចបន្តិចម្ដងរឿងចាបនិងស្រមោចក្នុងព្រៃមួយមានសត្វតូចធំរស់នៅរួមគ្នានិងតែងជួយយកអាសាគ្នាទៅវិញទៅមកធ្វើឲ្យព្រៃនេះមានតែក្តីស្ងប់សុខជារៀងរហូតមកថ្ងៃមួយមេឃស្រឡះល្អព្រះអាទិត្យជះរស្មីចែងចាំងគ្មានអ្វីគួរឲ្យមន្ទិលថានឹងមានព្យុះភ្លៀងអ្វីឡើយសត្វស្រមោចមួយក្បាលក៏ចេញស្វែងរកអាហារយកទៅត្រៀមបំរុងនឹងទុកសម្រាប់រដូវរងាដែលនឹងជិតចូលមកដល់នាពេលខាងមុខស្រមោចស្វះស្វែងរកគ្រប់ច្រកល្ហកទាល់តែប្រទះឃើញអាហារនៅក្បែរមាត់ទឹកមួយកន្លែងទើបវាត្រៀមជញ្ជូនអាហារនោះយកទៅទុកនៅឯសម្បុករបស់ខ្លួនវិញតែចៃដន្យអាក្រក់វាក៏ផ្លាត់ជើងធ្លាក់ទៅក្នុងទឹកនោះទៅនៅខណៈនោះពេលដែលស្រមោចកំពុងតែស្រវារកកលតែនឹងលិចទឹកទៅហើយនោះមានសត្វចាបមួយក្បាលកំពុងតែត្រដុសស្លាបនៅពីលើដើមឈើក្បែរមាត់ទឹកនោះក៏បានក្រឡេកឃើញល្មមវាក៏ប្រញាប់ប្រញាល់ពាំស្លឹកឈើមួយសន្លឹកយកទៅទម្លាក់ចំកន្លែងដែលស្រមោចកំពុងតែលង់ទឹកទើបធ្វើឲ្យស្រមោចបានរួចផុតពីសេចក្តីស្លាប់ដោយសារការជួយសង្គ្រោះរបស់សត្វចាប
ក្រោយពីហេតុការណ៍នោះកើតឡើងមិនបានប៉ុន្មានសត្វចាបក៏ស្ទើរតែភ្លេចទៅហើយថាខ្លួនធ្លាប់បានជួយជីវិតស្រមោចមួយក្បាលវាស្រែកច្រៀងទទះស្លាប់យ៉ាងសប្បាយរីករាយដោយមិនបានដឹងថានៅក្បែរខ្លួនមានព្រានព្រៃម្នាក់កំពុងតែតម្រង់ចុងកាំភ្លើងប៉ងប្រឡាយជីវិតវានោះឡើយព្រមពេលនោះស្រមោចឃើញដូច្នេះវាក៏វាយ៉ាងលឿនសំដៅទៅរកនាយព្រានហើយត្បល់ក្បាលចូលទៅក្នុងអាវរួចខំនាយព្រានយ៉ាងពេញទំហឹងបណ្ដាលឲ្យនាយព្រានឈឺខ្លាំងក៏ភ្លាត់មាត់ស្រែកអ៊ីយ៉ូយសម្រែករបស់នាយព្រានធ្វើឲ្យសត្វចាបដឹងថាខ្លួនកំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ទើបវាប្រញាប់ហើរចេញពីទីនោះបានរួចជីវិតដូចក្នុងគ្រានោះតទៅរឿងចាបនិងស្រមោចសូមចប់តែត្រឹមនេះរឿងនេះចង់អប់រំឲ្យយើងដឹងថាធ្វើល្អបានល្អធ្វើល្អមិនចេះសាបសូន្យឡើយរឿងឆ្កែចចកនិងស្ដេចសត្វនៅក្នុងព្រៃធំមួយមានការគ្រប់គ្រងប្រកបដោយសេចក្តីស្ងប់សុខសត្វតោគឺជាមេគ្រប់គ្រងដែលត្រូវបានពពួកសត្វទាំងឡាយស្រឡាញ់គោរពគ្រប់គ្នាមិនថាសត្វតូចឬសត្វធំតែងតែទទួលនៅការពិចារណាដោះស្រាយលើទំនាស់វិវាទយ៉ាងយុត្តិធម៌ពីសំណាក់ស្ដេចតោមួយក្បាលនោះថ្ងៃមួយម្ចាស់ព្រៃក៏សម្រេចចិត្តជ្រើសរើសយកជំនួយការម្នាក់ដើម្បីមើលការខុសត្រូវក្នុងព្រៃឲ្យបានសពទីកន្លែងជាងមុនសត្វតោក៏និយាយទៅកាន់ឆ្កែចចកថាពីថ្ងៃនេះតទៅឆ្កែចចកឯងគឺជាជំនួយការរបស់យើងពេលបានคลายខ្លួនជាជំនួយការរបស់សត្វតោឆ្កែចចកក៏កើតមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំងព្រោះគេស្រឡាញ់គោរពចំពោះមេកាយតាំងពីដើមតរៀងមកប៉ុន្តែលុះដល់យូរទៅឆ្កែចចកក៏លែងសូវមានការខ្លាចរឯងចំពោះសត្វតោដូចពីមុនទៀតហើយពីដើមធ្លាប់ខ្លាចឥឡូវបែរជាឈប់ខ្លាចទៅវិញពីដើមធ្លាប់តែកោតក្រែងឥឡូវក៏លែងញញើតពីដើមធ្លាប់តែគោរពឥឡូវបែរជាធ្វើប្រងើយទៅវិញពពួកសត្វព្រៃទាំងឡាយឃើញដូច្នេះក៏នាំគ្នាឆ្ងល់ទើបដាច់ចិត្តមកជួបនឹងឆ្កែចចកដើម្បីសួរដេញដោលឲ្យអស់សង្ស័យថាហេតុអ្វីក៏ឆ្កែចចកផ្លាស់ប្ដូរទៅជាមានអាកប្បកិរិយាមិនសមរម្យចំពោះមេកាយរបស់ខ្លួនដូច្នេះឆ្កែចចកក៏ឆ្លើយវិញថាកាលពីមុនខ្ញុំបានឃើញត្រឹមតែជាការសម្ដែងមុខឆាករបស់លោកនាយយើងតែប៉ុណ្ណោះយើងធ្លាប់តែឃើញអំពើយុត្តិធម៌ភាពយុត្តិធម៌គួរឲ្យគោរពលើកដំកើងប៉ុន្តែតាមការពិតលោកនាយក៏មាននិស្ស័យមិនខុសអ្វីពីជនខិលខូចដែលគាត់ធ្លាប់ដើរកាត់ទោសគេប៉ុន្មានឡើយគាត់ថាធ្វើអ្វីខុសឬដាក់ទោសអ្នកណាគាត់ក៏ប្រព្រឹត្តអញ្ចឹងដែរបើតែយ៉ាងហ្នឹងតើឲ្យខ្ញុំគោរពកោតខ្លាចគាត់ដូចម្ដេចទៅមិត្តសម្លាញ់ទាំងឡាយអើយរឿងឆ្កែចចកនិងស្ដេចសត្វសូមចប់តែត្រឹមនេះក្នុងរឿងនេះផងដែរគឺចង់អប់រំឲ្យយើងដឹងថាអ្នកដឹកនាំដែលយកល្អតែពីមុខឆាកតែធៀបពិតគ្មានយុត្តិធម៌តើនឹងឲ្យគេគោរពលើកដំកើងដូចម្ដេចទៅរឿងកងានចង់ធ្វើហង្សនៅក្នុងបឹងដ៏ធំល្វឹងល្វើយមួយដែលភ្ជាប់ពីព្រែកមួយលាតសន្ធឹងរហូតដល់ទន្លេមានហ្វូងកងាននិងហ្វូងហង្សរស់នៅក្នុងបឹងនោះជាមួយគ្នាមានកងានមួយក្បាលពេលធំពេញរូបរាងក៏មានស្លាបនិងរោមស្រស់ស្អាតពណ៌សក្បោះដូចជាសំឡី
ដែលធ្វើឲ្យវាសែនពេញចិត្តនឹងខ្លួនឯងជាខ្លាំងកងានតែងតែហែលទឹកកំសាន្តលេងក្រវ៉ាល់ជុំវិញបឹងហើយពេលមួយវាក៏ក្រឡេកឃើញវងហង្សដែលមានរូបឆោមលោមពណ៌ស្រស់ស្អាតប្រកបដោយកាយវិការល្វត់ល្វន់គួរឲ្យចង់គយគន់កងានមានការភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាមានសត្វហង្សដែលមានអ្វីល្អដូចនេះសោះវាឈ្ងោកមើលស្រមោលរបស់ខ្លួននៅក្នុងទឹករួចងាកមកសម្លឹងរោមដ៏ស្រស់ស្អាតរបស់ខ្លួនឃើញថាហាក់ដូចជាមិនខុសគ្នាអ្វីប៉ុន្មានទេចាប់តាំងពីពេលនោះមកកងានក៏សម្រេចចិត្តឈប់ធ្វើជាកងានដូចពីមុនវានឹងប្រែក្លាយខ្លួនទៅជាហង្សវិញម្ដងកងានព្យាយាមដកកឲ្យវែងដូចជាហង្សនិងព្យាយាមធ្វើកាយវិការគ្រប់យ៉ាងទៅតាមវិធីជីវិតរបស់សត្វហង្សប៉ុន្តែគួរឲ្យអនិច្ចាកងានក៏នៅតែជាកងានដដែលអ្វីដែលវាខិតខំប្រឹងប្រែងកែប្រែប៉ុន្មានបានត្រឹមតែធ្វើឲ្យវាឈឺចាប់រោយស្រពន់នឿយហត់និងហាក់ដូចជាមានអ្វីមករំខានចិត្តជាប្រចាំហើយជាពិសេសទៀតនោះទាំងមនុស្សឬសត្វទាំងអស់ពុំមានអ្នកណាដែលគិតថាវាជាសត្វហង្សនោះឡើយរឿងកងានចង់ធ្វើហង្សសូមចប់តែត្រឹមនេះក្នុងអត្ថបទរឿងខ្លីនេះផងដែរគឺចង់អប់រំឲ្យយើងដឹងថាការព្យាយាមផ្លាស់ប្ដូរអត្តសញ្ញាណរបស់ខ្លួនព្រោះវាជារឿងឥតប្រយោជន៍គួរឲ្យអស់សំណើចទៅវិញ